មកពិនិត្យមើលសម្រាប់សិក្សារបស់សម្មាពុកទិញឲ្យនេះគឺជារូបគំនូរសខ្មៅដែលទុកសម្រាប់ក្មេងៗឬក៏កុមារហាត់ពណ៌តាមខួរក្បាលរបស់កុមារខ្លាចយើងវ័យប៉ុណ្ណាអាចដាក់ពណ៌អីសមនឹងរូបភាពមួយនេះហើយនេះវិញគឺជាសៀវភៅរឿងនិទានដែលមានកម្រាស់ក្រាស់គួរសមសម្រាប់កុមារឲ្យគាត់នឹងផ្លែខ្វាត់ឲ្យគាត់អានក៏ដូចជាយើងអានឲ្យកូនស្ដាប់មានជាភាសាខ្មែរនិងភាសាអង់គ្លេសហើយនេះគឺជារឿងត្រីឆ្លាមនិងត្រីបលែនហើយនេះគឺជារឿងកង្កែបរឿងអ្នកដឹកនាំហើយចំណែកនេះវិញគឺរឿងក្របីស្រុកក្របីព្រៃផ្លែខ្នុរហើយនេះគឺជារឿងក្រសានិងក្តាមហើយនេះគឺជារឿងឆ្មានិងកុនដល់សូមអរគុណដែលបានទស្សនាវីដេអូនេះ